នៅពេលដែលអ្នកគ្មានអ្វីសោះគ្មាននរណារវល់ជាមួយនឹងអ្នកឡើយនៅពេលដែលអ្នករុងរឿងមានមនុស្សជាច្រើនមកចោមរោមនៅពេលដែលអ្នកធ្លាក់ខ្លួនសាច់ញាតិសុទ្ធតែអាចមើលងាយអ្នកនៅពេលដែលអ្នករីកចម្រើនមនុស្សគ្រប់គ្នាសុទ្ធតែចង់គ្រប់គ្រងអ្នកពេលទទួលបានជោគជ័យនិយាយយ៉ាងណាក៏សុទ្ធតែត្រូវទាំងអស់ពីព្រោះគេមើលឃើញនៅសេរីសួស្តីនៅលើក្បាលអ្នកទស្សនីយភាពនៅលើដំបូលដូច្នេះអ្នកត្រូវប្រឹងប្រែងធ្វើការចុះកុំខ្ជះខ្ជាយពេលវេលាលើការពន្យល់គ្មានការឈឺចាប់គឺគ្មានការរីកចម្រើនគ្មានការខកចិត្តគឺគ្មានជោគជ័យឡើយ